ជំរាបសួរលោកគ្រូអ្នកគ្រូនិងបងប្អូនជាទីស្រឡាញ់ក្នុងព្រះគុណព្រះយេស៊ូវគ្រីស្ទថ្ងៃនេះកម្មវិធីសភៅវិសេសសាលាថ្ងៃអាទិត្យបានចុះមកផ្ដល់វគ្គបណ្ដុះបណ្ដាលជាលើកទី2ជាមួយនឹងសាលារៀនព្រះគម្ពីរតាហាដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសិក្សាសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់គ្នាសូមនឹកចាំអធិដ្ឋានពីអ្នកគ្រូដែលជាអ្នកសម្របសម្រួលក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាគ្រូកុមារដែលបានចូលរួមជាមួយនឹងវគ្គបណ្ដុះបណ្ដាលជាមួយនឹងយើងខ្ញុំរយៈពេលពេញ5ថ្ងៃតែម្ដងយើងសង្ឃឹមថាពួកគេនឹងទទួលបាននូវកម្លាំងនិងប្រាជ្ញាដែលមកពីព្រះអង្គជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសំសៅខាមកពីខាងខេត្តកំពង់ឆ្នាំងបាទមកពីខាងក្រុមជំនុំសេចក្តីសង្ឃឹមថ្មី8ឆោមតួនាទីរបស់ខ្ញុំគឺជាគ្រូកុមារនៅក្នុងពួកជំនុំហើយអ្វីដែលខ្ញុំរំពឹងទុកនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺចង់ឃើញកុមារមានការកើនឡើងនៅក្នុងព្រះវិហារក៏ដូចជាចង់ឃើញកុមារមានជំនឿជាប់ជាមួយនឹងព្រះអង្គបាទសម្រាប់ខ្ញុំមានការតាំងចិត្តមួយថាក្រោយពីខ្ញុំបានបញ្ចប់វគ្គសិក្សានេះខ្ញុំនឹងយកមេរៀនដែលទទួលបានពីលោកគ្រូអ្នកគ្រូដើម្បីយកទៅបង្រៀនដល់កុមារនៅក្នុងពួកជំនុំហើយនិងកុមារដែលនៅក្នុងសហគមន៍ដើម្បីគាត់ខ្លាចទៅជាកុមារដែលល្អរយៈពេល5ថ្ងៃខ្ញុំបានបណ្ដុះបណ្ដាលទទួលបានបទពិសោធន៍ថ្មីរៀនវគ្គបណ្ដុះបណ្ដាលនេះខ្ញុំចូលចិត្តច្រើនជាងគេនៅហ្គេមហើយនិងបទចម្រៀងឆ្លុះបញ្ចាំងរៀនបានថ្ងៃនេះខ្ញុំចូលចិត្តទាំងអស់ខ្ញុំបានទទួលបទពិសោធន៍ថ្មីជាច្រើនដូចជាការបង្រៀនកុមារហើយនិងការលេងហ្គេមជាមួយកុមារការដែលបង្រៀនកុមារអំពីបទចម្រៀងនិងកាយវិការនិងការបង្រៀនកុមារអំពីការសូត្រខគម្ពីរចងចាំរាល់មេរៀនដែលខ្ញុំទទួលបាននៅថ្ងៃនេះវគ្គបណ្ដុះបណ្ដាលខ្លីនេះខ្ញុំនឹងយកវាទៅបណ្ដុះបណ្ដាលបន្តសម្រាប់ចែកចាយដល់កុមារបង្រៀនកុមារនិងតាមសហគមន៍ទៅទៀតផងដែរសូមអរគុណដល់ CBN ដែលបាននាំយកសិស្សពិសេសក្នុងការដែលមកជួយក្នុងការដែលបណ្ដុះបណ្ដាលវគ្គគ្រូកុមារដែរអរគុណដល់ CBN ដែលជាអង្គការដៃគូហើយបានសហការគ្នាសម្រាប់បណ្ដុះបណ្ដាលវគ្គគ្រូកុមាររយៈពេល5ថ្ងៃធ្វើឲ្យនិស្សិតរបស់យើងទទួលនៅបានចំណេះដឹងបទពិសោធន៍ថ្មីហើយជាពិសេសសិស្សការមួយអ្នកភូមិបានយ៉ាងល្អហើយពេញទៅដោយអំណរជាមួយគ្នាហើយទទួលបានមេរៀនបទពិសោធន៍និងអ្វីៗដែលអ្នកគ្រូបានផ្ដល់ឲ្យបាទសូមអរគុណ CBN សូមព្រះប្រទានពរអរគុណសូមលោកគ្រូអ្នកគ្រូគាំទ្រជាមួយនឹងអង្គការ CBN កម្ពុជាគាំទ្រជាមួយនឹងគ្នាចូលរួមជាមួយនឹងគ្នាដើម្បីបម្រើក្រុមជំនុំនៅក្នុងប្រទេសកម្ពុជាអរគុណសូមព្រះប្រទានពរ